បាទជួយសួរបងចាបាទបងមានឈ្មោះអីដែរបងខ្ញុំឈ្មោះឆៃចន្ទធឿនបាទហើយទីតាំងនេះហៅដែរបងទីផ្សារអូឡ িম্প ិកបងចង់ដឹងថាមុននឹងប្រើណាកូស៊ីបងមានបញ្ហាសុខភាពឈឺខ្លះដែរបងដុសសាច់ច្រមុះហើយនឹងដុសសាច់កំពង់កធ្វើទុកហ្នឹងវាស្វាំងភ្នែកយប់ឡើងគេងអត់លក់ឈឺក្បាលហើយពេលខ្ញុំហូបថ្នាំហ្នឹងទៅខ្ញុំបានធូរតាមមួយអាទិត្យទេអញ្ចឹងខ្ញុំលេបបានធូរចាហើយពេលយប់ខ្ញុំគេខ្ញុំដកដង្ហើមមិនរួចទេពីមុនដកដង្ហើមមិនរួចទេមិនចាពេលខ្ញុំហូបទៅបានតែ5ថ្ងៃទៅមួយអាទិត្យអីនិយាយរួមខ្ញុំបាត់ហ្មងបាទចាបានធូរច្រើនទុកមិនខ្លះពីមុនកំពង់កហ្នឹងវាធ្វើទុករៀងតឹងតាំងពីលេបថ្នាំហ្នឹងទៅបានធូរច្រើនលេងទឹកអីហើយបាទហូបអីស្រួលកំពង់កហ្នឹងបងណាចាសាច់កំពង់កក្រៅពីហ្នឹងធ្វើទុកមិនទៀតមានលំមាស់ភ្នែកតិចទេចាលំមាស់ភ្នែកលំមាស់តិចលំមាស់ច្រមុះលំមាស់កំពង់កប៉ុន្តែខ្ញុំហូបតាំងពីខ្ញុំហូបថ្នាំទៅខ្ញុំបានធូរច្រើនបោះឲ្យមានព្រិលស្វាំងទេចាព្រិលស្វាំងភ្នែកតែឥឡូវលេងហើយលេងលំមាស់លេងព្រិលអីហើយមើលច្បាស់វិញហើយចាមើលច្បាស់វិញអញ្ចឹងបាទតែពិសេសវាឈឺក្បាលហើយនឹងគេអត់លក់ម៉ោងយប់ឡើងបាទចាដុសសាច់វាមិនចាដុសសាច់ធំឥឡូវមើលទៅទូចចិត្តបាត់ហើយនៅទូចផែប៉ុនយើងធូកអីទេរួញអស់ហើយពីមុនចារួញការខ្ញុំអត់ទាន់ហូបនិយាយណែនមកចំហៀងចំមុះហ្នឹងទាំងអស់ហ្មងបាទឥឡូវបងធ្វើអស់ប៉ុន្មានកំប៉ុងហើយអស់2កំប៉ុងហើយបងឈឺពីមុនរយៈពេលប៉ុន្មានហើយខ្ញុំឈឺយូរហើយប្រហែលជា3ឆ្នាំ4ឆ្នាំហើយ3 4ឆ្នាំហើយចាបាទឥឡូវប្រើតែ2កំប៉ុងបានបាត់បញ្ហាហ្នឹងចាបាទឥឡូវបង2កំប៉ុងហើយបងជួយសរុបតិចមើលតើបានធូរទៅលើបញ្ហាខ្លះបាទបញ្ហាទី1គឺច្រមុះទី2រមាស់ភ្នែករមាស់ត្រចៀករមាស់កំពង់កហើយនឹងឈឺក្បាលក៏លែងឈឺដែរបាទហើយគេលក់ស្រួលជាងមុនគេលក់ស្រួលស្ងប់ចាបាទអញ្ចឹងបងជឿជាក់លើគុណភាពទេបងចាជឿជាក់ព្រោះអីមុនពីបងក៏ខ្ញុំអត់ជឿដែរតែខ្ញុំអស់មើល Facebook ទៅឃើញគេបោះអញ្ចឹងទៅក៏ខ្ញុំចុចចូលអញ្ចឹងក៏ខ្ញុំបានទិញថ្នាំហ្នឹងយកមកហូបទៅបងពីមុនធ្លាប់ប្រើអីផលិតផលអីផ្សេងធ្លាប់ប្រើអស់ច្រើនតែច្រើនអស់ប្រហែលជា3 4 5មុខដែរតែប្រើអត់ត្រូវបាទចាហើយពីមុនមកហ្នឹងបងក្រៅពីដុសសាច់ច្រមុះកំពង់កហ្នឹងវាធ្វើទុកអីអាឡែកស៊ីឈូលกระดาษផ្ដាសាយហៀសបោទេបងចាអាសាធ្វើទុកផ្ដាសាយហៀសបោហើយជាពិសេសកតែនតាខ្ញុំអាសាកើតតែតាំងពីខ្ញុំហូបថ្នាំហ្នឹងទៅនិយាយរួមអត់ដែរឃើញឡើងទៀតទេតែនតាហ្នឹងមុនរមាស់ពេញខ្លួនហ្មងបាទចាអូឥឡូវបាត់ដែរចាហ្នឹងក៏បាត់ដែរអញ្ចឹងឥឡូវសរុបពីមុនមកបងអាឡែកស៊ីដុសសាច់ច្រមុះកំពង់កឈឺក្បាលរបស់ភ្នែកតិចឥឡូវបាត់អស់ហើយបងណាចាក្នុង2កំប៉ុងណាចាអស់2កំប៉ុងបាទអញ្ចឹងបងមានពី5ផ្ញើដល់ពុកម៉ែបងប្អូនដែលមិនទាន់ជឿជាក់គាត់មានបញ្ហាដូចបងទេគាត់បានប្រើដែរបងចាខ្ញុំសូម5ផ្ញើដល់ពុកម៉ែបងប្អូនដែលមានជំងឺដុសសាច់ច្រមុះហើយរមាស់ពងកលមាស់ភ្នែករមាស់ត្រចៀកដូចខ្ញុំហ្នឹងមកអញ្ជើញជាវថ្នាំហ្នឹងហូបទៅអត់ខកបំណងទេខ្ញុំហូបអស់តាកំប៉ុងទី1នឹងចូលកំប៉ុងទី2ខ្ញុំបានធូរ80ទៅ90%បាទលើសទៅ100%បើបាត់លេងធ្វើទុកលេងជឿអីចាអរគុណបងអត់អីអរគុណបាទចា